មានគួរតែពីរនាក់មានគួរតែពីរនាក់លេងឡាននឹងម៉ែនឹងជូនធ្វើជាល្អប៉ាត់មែនចូលណាន់លួតចូលណាន់លួតចូលណាន់លួតអីទេចូលណាន់លួតអីទេมันดูอีกดีดูอีกดี លួតឡានចូល Happy birthday to you បើចូលតាមខាងហើយចូលខម៉ែក៏បានតត់ហើយមកហូបអីទេចូលអត់លេងឡានទេតាមចូល កូនល្អមិនប្រើហិង្សាបញ្ញាកំពុងអង្គុយលេងតុក្កតាតែម្នាក់ឯងនៅលើកម្រាលឥដ្ឋមួយសន្ទុះក្រោយមកប្អូនស្រីរបស់បញ្ញាឈ្មោះធីតាបានដើរទេតាស់មកអង្គុយក្បែរបញ្ញានៅក្នុងដៃរបស់ធីតាមានឡានថ្មីស្រឡាងមួយដែលប៉ាទើបនឹងទិញឲ្យធីតាចាប់ផ្ដើមរុញឡាននោះទៅមុខទៅក្រោយហើយធ្វើសំឡេងវឿនបញ្ញាឃើញឡានថ្មីរបស់ប្អូនស្រីក៏ចង់បានភ្លាមប៉ុន្តែគេមិនបាននិយាយសុំប្អូនទេគេស្ទុះទៅដណ្ដើមឡានពីដៃធីតាមួយទំហឹងអូយឡានខ្ញុំធីតាយំខ្សឹកខ្សួលបញ្ញាមិនព្រមឲ្យវិញទេថែមទាំងច្រានធីតាឲ្យដួលហើយវាយប្អូនមួយដៃផាច់ម្ដាយកំពុងតែរៀបចំម្ហូបនៅក្នុងផ្ទះបាយគាត់បានឮសំឡេងធីតាយំក៏ប្រញាប់រត់ចេញមកមើលបញ្ញាធីតាកើតអីនឹងកូនអ្នកម្ដាយសួរដោយស្លន់ស្លោគាត់ឃើញបញ្ញាកាន់ឡានថ្មីក៏យល់រឿងភ្លាមបញ្ញាម៉េចក៏កូនវាយប្អូនហើយដណ្ដើមរបស់ប្អូនអញ្ចឹងម្ដាយនិយាយដោយសំឡេងស្រទន់តែមើងម៉ាត់កូនល្អមិនវាយគ្នាទេណាបើកូនចង់លេងឡានប្អូនកូនត្រូវសុំប្អូនឲ្យបានត្រឹមត្រូវការហិង្សាជាអំពើមិនល្អទេកូនបញ្ញាអោនមុខចុះគេមានអារម្មណ៍ខុសបន្តិចដែរប៉ុន្តែគេនៅតែចង់បានឡាននោះអ្នកម្ដាយបានលើកធីតាអង្គុយលើផ្លូវហើយលួងលោមនាងព្រឹកឡើងបញ្ញាកំពុងដើរទៅសាលាគេឃើញមិត្តរួមថ្នាក់ម្នាក់ឈ្មោះវីរៈកំពុងជិះកង់ថ្មីយ៉ាងសប្បាយបញ្ញាខឹងរួចគិតក្នុងចិត្តថាវីរៈមានកង់ថ្មីមិនក៏មិនហៅយើងឲ្យជិះផងគេមានអារម្មណ៍ខឹងវីរៈណាស់ដោយមិនបានគិតវែងឆ្ងាយបញ្ញាក៏រត់ដេញតាមវីរៈហើយស្រែកថាវីរៈឈប់សិនពេលនោះវីរៈមិនបានឈប់ទេគេប្រឹងជិះយ៉ាងលឿនតែបញ្ញាតាមទាន់គេក៏ច្រានកង់វីរៈហើយដេញវាយវីរៈភ័យណាស់ក៏រត់យំទៅប្រាប់លោកគ្រូពេលទៅដល់ថ្នាក់រៀនលោកគ្រូបានហៅបញ្ញាឲ្យចេញមកឈរនៅមុខថ្នាក់បញ្ញាហេតុអ្វីបានជាកូនដេញវាយវីរៈនៅតាមផ្លូវលោកគ្រូសួរបញ្ញាអោនមុខចុះមិនហ៊ានឆ្លើយលោកគ្រូនិយាយបន្តការវាយមិត្តភក្តិជារឿងខុសឆ្គងណាស់កូនត្រូវឈរជើងមួយនៅមុខថ្នាក់នេះដើម្បីឲ្យកូនចងចាំថាកូនល្អមិនវាយគ្នាទេលោកគ្រូនិយាយ
nia pe rùa xìl lục cru nia dụ ban oi nia cru tu đã sắp tới nia dây prap ở bục mà đài rồi bỏ bà nhà ông pi à tạ chả rắc rồi bỏ côn phụ kì đại tay tại vì mất ruộng thạ chỉ nhật nhọp nơi pe côn trò lọp một đọp tia vĩnh mạ pa ban ông coi chỗ nia dây chỉ mùi bà nhà pa nia dây thà bà nhà côn pro pa ការវាយគេមិនមែនជាវិធីក្នុងការដោះស្រាយបញ្ហាទេបើកូនខឹងឬមិនពេញចិត្តអ្វីមួយកូនត្រូវរៀននិយាយប្រាប់គេកូនល្អត្រូវចេះគ្រប់គ្រងអារម្មណ៍ហើយមិនធ្វើបាបអ្នកដទៃទេម៉ាក់បន្ថែមមែនហើយកូនបើកូនចេះតែវាយគេតើមានអ្នកណាចង់លេងជាមួយកូនទៀតគេនឹងខ្លាចកូនហើយកូននឹងគ្មានមិត្តភក្តិឡើយកូនចង់ឲ្យគេស្រឡាញ់រាប់អានឬចង់ឲ្យគេខ្លាចបញ្ញាស្ដាប់ម៉ាក់ប៉ានិយាយគេក៏យំចេញមកគេមានអារម្មណ៍ស្ដាយក្រោយចំពោះទង្វើរបស់ខ្លួនកូនសុំទោសម៉ាក់ប៉ាកូនសន្យាថាកូននឹងមិនវាយប្អូនហើយក៏មិនវាយមិត្តភក្តិទៀតដែរកូននឹងធ្វើជាកូនល្អម៉ាក់ប៉ាលើបែបនេះពួកគាត់ញញឹមហើយអោបបញ្ញាយ៉ាងកក់ក្ដៅល្អណាស់កូនម៉ាក់ប៉ាជឿជាក់លើកូនហើយចប់តែប៉ុណ្ណេះអានទៀតមិនចឹង